មេដឹកនាំអាមេរិកនិងតៃវ៉ាន់ប្រកាសអបអរសាទរការឈ្នះឆ្នោតសកលរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីតាកេអ៊ីឈីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសអបអរសាទរដល់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីតាកេអ៊ីឈីបន្ទាប់ពីបករបស់លោកស្រីទទួលបានជ័យជំនះភ្លុកទឹកភ្លុកដីក្នុងការបោះឆ្នោតសកលនៅថ្ងៃទី8ខែកុម្ភៈជាមួយគ្នានេះប្រធានាធិបតីកោះតៃវ៉ាន់លោកឡៃឈីងតេក៏បានចូលរួមអបអរសាទរដល់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីតាកេអ៊ីឈីផងដែរលោកឈីងតេបានបង្ហោះសារនៅលើបណ្ដាញសង្គមថាលោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងកោះតៃវ៉ាន់និងជប៉ុននឹងនាំទៅរកវឌ្ឍនភាពនៃសន្តិភាពនិងវិបលភាពក្នុងតំបន់Indo-Pacific ថ្លែងបន្ទាប់ពីការប្រកាសផលិតផលឆ្នោតផ្លូវការលោកស្រីនាយករដ្ឋមន្ត្រីតាកេអ៊ីឈីបានអះអាងសារជាថ្មីនៅទស្សនៈរបស់លោកស្រីថាលោកស្រីចង់កសាងសេដ្ឋកិច្ចប្រទេសជប៉ុនដ៏រឹងមាំមួយដែលមិនរងផលប៉ះពាល់ដោយសារតែការប្រែប្រួលនៃរូបបច្ចុប្បន្នឡើយសូមជម្រាបថាយោងតាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK គណៈបកប្រជាធិបតេយ្យសេរី LDP របស់លោកស្រីតាកេអ៊ីឈីបានឈ្នះអាសនៈ316ក្នុងចំណោមអាសនៈរដ្ឋសភាសរុប465ពោលគឺលើស233អាសនៈដែលត្រូវការចាំបាច់ដើម្បីសម្លេងភាគច្រើនជាមួយនឹងការឈ្នះអាសនៈ316បូករួមនឹងអាសនៈ36របស់គណៈបកនវានុវត្តន៍ជប៉ុនជាដៃគូក្នុងក្រុមចម្រុះរបស់ LDP ពេលនេះគណៈបកលោកស្រីតាកេអ៊ីឈីមានអាសនៈលើសលប់ដល់ទៅ352ប្រការនេះនឹងផ្ដល់ភាពងាយស្រួលដល់លោកស្រីនាយករដ្ឋមន្ត្រីក្នុងការអនុម័តច្បាប់និងជំរុញរបៀបវិរៈនយោបាយរបស់លោកស្រីអំឡុងពេលកាន់អំណាច